ខ្ញុំឈ្មោះអិននៅខាងភូមិភៃរូងភូមិអ្នកស្រុកខេត្តកំពង់ស្ពឺស្រុកប្រាសាទខេត្តកំពង់ស្ពឺឃុំទួល7ខ្ញុំសូមសួរសំណួរមួយហើយសូមឲ្យលោកឪពុកសម្ដេចហ៊ុនម៉ាណែតសម្ដេចតេជោក៏ដោយបើសិនជាកូននិយាយខុសសូមអធិស្ឋានបងខ្ញុំថតតតញ្ញាណជាតិមួយនៅខាងប៉ុស្តិ៍ទួល7ហ្នឹងថត4ឆ្នាំហើយលោកឪពុកថតតាំងពី2013មកដល់2023មករហូតដល់2026អត់ធ្លាក់ហើយខ្ញុំជាកូនអ្នកក្រម្នាក់ខ្ញុំមានលុយណាទៅធ្វើតសញ្ញាណជាតិលោកឪពុកសុំតសញ្ញាណជាតិមួយធ្វើការដើម្បីចិញ្ចឹមជីវិតផងព្រោះអាហ្នឹងគេហៅតសញ្ញាណជាតិតសញ្ញាណប័ណ្ណដល់ពេលខ្ញុំរស់នៅក្នុងឃុំសង្កាត់នៅប៉ុស្តិ៍ទួល7ភូមិអ្នកត្រាចភូមិភៃរូងហ្នឹងថតទៅអត់ធ្លាក់4ឆ្នាំហើយខ្ញុំបានអីធ្វើការហើយបើមិនជាខ្ញុំអត់មានអីធ្វើការអញ្ចឹងលោកខ្ញុំដើរក្នុងសង្គមមួយខុសដែរសង្គមដែលល្អក៏អាក្រក់ក៏មិនដឹងអញ្ចឹងណាលោកឪពុកចឹងសូមលោកឪពុកសម្ដេចតេជោនិងសម្ដេចឪហ៊ុនម៉ាណែតជួយរកឫសគល់កូនមួយសូមអត្តសញ្ញាណជាតិមួយព្រោះខ្ញុំនៅរស់នៅក្នុងឃុំទួល7ស្រុកបរសែតខេត្តកំពង់ស្ពឺហ្នឹងមានប៉ូលីសរតនានិងប៉ូលីសអ៊ីអ្នកកាន់នៅប៉ុស្តិ៍ទួល7ហ្នឹងហេតុអីបានជាថតឲ្យខ្ញុំ4ឆ្នាំអត់ធ្លាក់ហើយខ្ញុំអត់មានលុយទៅធ្វើអញ្ចឹងលោកឪពុកសូមតសញ្ញាណជាតិតញ្ញាណប័ណ្ណជាតិមួយធ្វើការងាររោងចក្រអីបានអត់ទេលោកឪពុក